សូមស្វាគមន៍មកកាន់ Channel និទានរឿងនិទានជាតិដកសូមជូនរឿងទោសនៃការកាត់ក្តីស៊ីសំណូមានសេចក្តីដំណាលមកថាមានបរោហិតម្នាក់ដែលរស់នៅក្នុងក្រុងពារាណសីជាអ្នកកាត់ក្តីដោយអយុត្តិធម៌តែងតែពុករលួយស៊ីសំណូអំពីបុគ្គលទាំងឡាយណាដែលមកប្តឹងខ្លួនហើយឲ្យសំណូកដល់បរោហិតនោះដើម្បីឲ្យខ្លួនឯងឈ្នះក្តីបរោហិតនោះឯងតែងតែប្រព្រឹត្តនៅអំពើពុករលួយស៊ីសំណូកជិះជាន់នៅបុគ្គលទាំងឡាយណាដែលមិនមានទ្រព្យសម្បត្តិឲ្យខ្លួនហើយកាត់ក្តីឲ្យឈ្នះដល់បុគ្គលទាំងឡាយណាដែលបានសោកប៉ាន់ដល់ខ្លួនបរោហិតនោះតែងតែប្រព្រឹត្តយ៉ាងនោះជារឿយៗបុគ្គលដែលមានសេចក្តីល្មោបលោភលន់តែងតែសង្កត់សង្កិនជិះជាន់ពុករលួយទៅលើជនដទៃដែលស្លូតត្រង់ដែលបរិសុទ្ធរមែងតែសោយនៅសេចក្តីទុក្ខក្នុងបច្ចុប្បន្ននេះផងនិងអនាគតជាតិផងមុននឹងស្ដាប់បន្តទៀតសូមប្រិយមិត្តទាំងអស់គ្នាជួយចុច Subscribe ហើយដាក់រូបកណ្ដឹងចុច Like comment រូបបេះដូងឬ comment ពាក្យល្អៗដើម្បីលើកទឹកចិត្តដល់ admin បន្តក្នុងការនិទានរឿងផ្សេងទៀតសូមអរគុណសម្រាប់ការលើកទឹកចិត្តនិងការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាក្នុងសម័យថ្ងៃមួយព្រះសាស្តាទ្រង់ប្រថាប់គង់នៅវត្តចិត្តពន្ធមហាវិហារទ្រង់បានត្រាស់សួរឧបាសកឧបាសិកាទាំងឡាយជាច្រើនដែលជាអ្នករក្សាឧបោសថដែលមកអង្គុយដើម្បីស្ដាប់ព្រះធម៌ទេសនានៅត្រង់ធម្មសភាថាមនាលឧបាសកឧបាសិកាទាំងឡាយពួកអ្នករក្សាឧបោសថទេឬគ្រានោះឯងឧបាសកឧបាសិកាទាំងឡាយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គទាំងឡាយរក្សាឧបោសថទើបទ្រង់ត្រាស់ថាមនាលអ្នកទាំងឡាយអ្នកទាំងអស់គ្នានាំគ្នារក្សាឧបោសថដូច្នេះរាប់ថាបានធ្វើសេចក្តីល្អទុកហើយសូម្បីបុរាណបណ្ឌិតទាំងឡាយបានទទួលយសដ៏ធំក៏ព្រោះផលនៃការរក្សាឧបោសថពាក់កណ្ដាលដែរគ្រានោះឯងពួកឧបាសកឧបាសិកាទាំងឡាយក៏នាំគ្នាក្រាបទូលអារាធនាដើម្បីព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងទើបទ្រង់នាំអតីតនិទានមកថាកាលពីព្រេងនាយកន្លងទៅយូរណាស់ហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីប្រកបដោយធម៌ព្រះអង្គជាអ្នកមានប្រសាទសទ្ធាជ្រះថ្លាមិនមានសេចក្តីប្រមាទក្នុងទានសិលនិងរក្សានៅឧបោសថព្រះអង្គបានត្រាស់នឹងជនទាំងឡាយមានអាមាត្យជាដើមថាឲ្យតាំងនៅក្នុងកុសលចរិយាមានទាននិងសិលជាដើមតែមានបរោហិតម្នាក់របស់ព្រះអង្គមានប្រក្រតីជាអ្នកជេរជាន់ប្រជាជនស៊ីសំណូកវិនិច្ឆ័យក្តីដោយអយុត្តិធម៌ក្នុងថ្ងៃឧបោសថនោះទ្រង់បានត្រាស់ឲ្យមហាជនមានអាមាត្យជាដើមមកគាល់ហើយត្រាស់ថាពួកអ្នកទាំងឡាយចូលនាំគ្នារក្សានៅឧបោសថបរោហិតក៏មិនព្រមសមាទានឧបោសថឡើយគ្រានោះឯងកាលព្រះរាជាកំពុងត្រាស់សួរដល់ពួកអាមាត្យទាំងឡាយថាអ្នកទាំងឡាយបានរក្សាឧបោសថទេឬហើយក៏បែរប្រភពទៅសួរបរោហិតនោះដែរបរោហិតដែលជាអ្នកទទួលសំណូកនិងកាត់ក្តីដោយអយុត្តិធម៌ក្នុងវេលាថ្ងៃហើយព្រះអង្គបានត្រាស់សួរថាលោកអាចារ្យលោកសមាទានឧបោសថហើយឬបរោហិតនោះក៏ក្រាបទូលកុហកថាបបិទ្ធព្រះអង្គដ៏ចម្រើនសមាទានហើយពេលទ្រង់បានសួរអស់ហើយព្រះអង្គក៏បានចុះចេញអំពីប្រាសាទទៅគ្រានោះឯងមានអាមាត្យម្នាក់បានសួរបរោហិតដែលជាអ្នកកាត់ក្តីស៊ីសំណូកថាលោកដ៏ចម្រើនលោកមិនបានសមាទានឧបោសថមិនមែនឬបរោហិតនោះក៏ពោលនិយាយកែខ្លួនថាខ្ញុំបរិភោគអាហារចំពោះតែក្នុងកាលប៉ុណ្ណោះខ្ញុំនឹងត្រឡប់ទៅផ្ទះហើយនឹងប្រឹងប្រែងអធិដ្ឋានឧបោសថមិនបរិភោគអាហារក្នុងវេលាល្ងាចឡើយខ្ញុំនឹងរក្សាឧបោសថសិលក្នុងវេលាយប់ដោយអាការៈយ៉ាងនេះ
ខ្ញុំនឹងបានរក្សានៅឧបោសថសិលពាក់កណ្ដាលដែរអាមាត្យនោះបានពោលថាប្របីហើយលោកអាចារ្យបរោហិតដែលជាអ្នកស៊ីសំណូកនោះពោលដូច្នេះហើយក៏បានទៅផ្ទះហើយក៏បានរក្សាឧបោសថដូច្នោះមែនតមកសម័យថ្ងៃមួយបរោហិតនោះនៅក្នុងសាលាស្ត្រីអ្នកមានសិលម្នាក់មកឈរដើម្បីប្តឹងក្តីការមិនបានឱកាសនឹងត្រឡប់ទៅផ្ទះវិញក៏គិតថាយើងនឹងមិនលះបង់នៅឧបោសថសិលឡើយលុះជិតដល់កាលហើយនាងទៅចាប់ផ្ដើមខ្ពុលមាត់ក្នុងគណៈនោះឯងមានអ្នកនាំផ្លែស្វាយទុំមកឲ្យព្រាហ្មណ៍បរោហិតមួយចង្កោមព្រាហ្មណ៍បរោហិតដឹងថាស្ត្រីនោះជាអ្នករក្សានៅឧបោសថទើបបេះផ្លែស្វាយឲ្យមួយផ្លែព្រមទាំងនិយាយថានាងដ៏ចម្រើននាងចូលទទួលទាននៅផ្លែស្វាយទាំងនេះចុះហើយសឹមសមាទានឧបោសថស្ត្រីនោះក៏បានទទួលផ្លែស្វាយអំពីបរោហិតនោះហើយក៏បរិភោគទៅទើបរក្សាឧបោសថតាមក្រោយកុសលកម្មរបស់ព្រាហ្មណ៍បរោហិតមានត្រឹមតែប៉ុណ្ណេះឯងក្នុងវេលាថ្ងៃក្រោយមកព្រាហ្មណ៍បរោហិតនោះក៏ធ្វើនៅកាលកិរិយាស្លាប់ទៅហើយបានទៅកើតនៅលើសរីសីយាសនៈដែលប្រដាប់ហើយក្នុងវិមានមាសដ៏រុងរឿងមានភូមិភាគជារមណីយដ្ឋានក្នុងសួនអម្ពវ័នដែលមានបរិមណ្ឌល3យោជន៍ក្បែរមាត់ទឹកកោសិកគង្គីក្នុងហិមវន្តប្រទេសដូចជាបុគ្គលដេកលក់ហើយភ្ញាក់ឡើងដូច្នោះឯងមានរូបរាងប្រដាប់ល្អហើយទ្រទ្រង់នៅរូបឆោមដ៏ស្រស់សង្ហាហែហោមដល់នាងទេពកញ្ញា 16,000 នាក់ជាបរិវារព្រាហ្មណ៍បរោហិតដែលជាអ្នកកាត់ក្តីស៊ីសំណូកនោះបានសោយសេរីសម្បត្តិនោះតែក្នុងវេលាយប់ប៉ុណ្ណោះពិតហើយទេវបុត្រនោះបានសោយវិបាកសមនឹងកម្មដែលខ្លួនបានធ្វើទុកហើយដោយភាវៈជាវេមាននិកាប្រែតដូច្នោះឯងព្រោះដូច្នោះហើយវេលាអរុណរះឡើងគេក៏ត្រូវទៅកាន់សួនអម្ពវ័នក្នុងគណៈដែលគេចូលទៅដល់សួនអម្ពវ័នប៉ុណ្ណោះអត្តភាពដែលជាទិព្វរបស់គេក៏អន្តរធានបាត់ទៅហើយកើតឡើងនៅអត្តភាពប្រមាណប៉ុនដើមត្នោតកម្ពស់80 ហត្ថជំនួសមកវិញត្រូវភ្លើងឆេះរោលទូទាំងរាងកាយប្រៀបដូចជាផ្កាចាដែលរីកដូច្នោះឯងហើយបរោហិតនោះមានម្រាមដៃម្រាមជើងទាំងសងខាងមានក្រចកវែងប្រមាណប៉ុនចបធំគេបានយកក្រចកទាំងនោះខ្វាចខ្វេះសាច់ខ្នងរបស់ខ្លួនឯងមកស៊ីសោយទុក្ខវេទនាស្រែកយំសោកសៅយ៉ាងខ្លាំងនាកាលព្រះអាទិត្យអស់ស្ដង់គត់ទៅរាងកាយដែលជាប្រែតនោះក៏អន្តរធានបាត់ទៅរាងកាយដែលជាទិព្វក៏កើតឡើងជំនួសវិញពួកស្រីទេពអប្សរដែលជាទិព្វប្រដាប់តាតែងរាងកាយដោយទិព្វអលង្ការនាំគ្នាកាន់គ្រឿងតន្ត្រីមកប្រគំបម្រើកាលនឹងសោយរាជមហាសម្បត្តិក៏ឡើងទៅកាន់ប្រាសាទដែលជាទិព្វក្នុងសួនអម្ពវ័នតែជារមណីយដ្ឋាននោះឯងវេមានមីកាប្រែតនោះបានចំពោះនៅសួនអម្ពវ័នដែលមានមណ្ឌលប្រមាណ3យោជន៍ព្រោះផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សានៅឧបោសថនោះតែផលវិបាកដែលខ្លួនស៊ីសំណោកកាត់ក្តីដោយអយុត្តិធម៌ទើបត្រូវខ្វេះសាច់ខ្នងខ្លួនឯងយកមកស៊ីនឹងព្រោះតែផលនៃឧបោសថពាក់កណ្ដាលដែលគេបានរក្សាហើយទើបបានសោយយោះជាទិព្វហើយហោមដោយស្រីបរិវារចំនួន 16,000 នាក់ជាបរិវារចាំទំនប់បំរុងដោយប្រការផ្សេងដូច្នេះនាកាលនោះព្រះបាទពារាណសីដែលជាស្ដេចព្រោះឃើញទោសក្នុងកាមទាំងឡាយទើបស្ដេចទ្រង់យាងចេញបួសជាតបោះឲ្យធ្វើបណ្ណសាលាត្រង់ប្រទេសមួយដែលគួរជាទីមនោរម្យផ្នែកខាងក្រោមនៃទន្លេគង្គីប្រថាប់នៅញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយការត្រាច់ផ្កាចិញ្ចឹមជីវិតថ្ងៃមួយផ្លែស្វាយទុំប្រមាណប៉ុនឆ្នាំងបានធ្លាក់មកអំពីសួនអម្ពវ័នដែលជាកន្លែងរបស់បរោហិតកាត់ក្តីស៊ីសំណោកនោះអណ្ដែតមកតាមក្រសែទឹកនៃទន្លេគង្គីមកដល់ត្រង់កំពង់ទឹកដែលជាទីប្រើប្រាស់របស់តាបសដែលព្រះរាជានោះតាបសនោះកំពុងតែលុបលាងមុខមាត់ក៏ក្រឡេកឃើញផ្លែស្វាយទុំនោះ
អណ្ដែតមកត្រង់កណ្ដាលទឹកទើបហែលទឹកទៅយកផ្លែស្វាយនោះមកហើយនាំទៅកាន់អាស្រមទុកនៅក្នុងរោងភ្លើងហើយចិត្តផ្លែស្វាយនោះឆិនល្មមដល់ការចិញ្ចឹមជីវិតទុកចំណែកដែលសេសសល់យកស្លឹកចេកមកគ្របទុកតមកក៏ឆាន់ផ្លែស្វាយនោះរាល់ថ្ងៃរហូតទាល់តែអស់ការផ្លែស្វាយនោះអស់ហើយក៏មិនប្រាថ្នានឹងឆាន់ផ្លែឈើដទៃព្រោះជាប់ជំពាក់នឹងរស់ទើបតាំងចិត្តថាយើងនឹងឆាន់តែផ្លែស្វាយទុំប្រភេទនោះប៉ុណ្ណោះទើបទៅអង្គុយចាំមើលនៅត្រង់មាត់ទន្លេសម្រេចចិត្តថាបើមិនបានផ្លែស្វាយទុំទេនឹងមិនក្រោកឡើងឡើយហើយអង្គុយរងចាំនៅទីនោះតើបោះនោះមិនព្រមឆាន់អ្វីទាល់តែសោះអង្គុយរងចាំមើលផ្លែស្វាយនៅត្រង់មាត់ទន្លេនោះឯងអស់ចំនួនរហូតដល់ទៅ6ថ្ងៃមិនបរិភោគអាហាររងចាំនៅទីនោះរហូតទាល់តែដល់ថ្ងៃទី6រាងកាយរបស់តាបោះនោះស្លេកស្លាំងព្រោះខ្យល់នឹងកម្ដៅថ្ងៃលុះដល់ថ្ងៃទី7នាងទេពធីតាមួយអង្គអ្នករក្សាទន្លេនោះបានពិចារណាមើលដឹងហេតុហើយទើបគិតថាតាបោះនេះជាអ្នកធ្លាក់ក្នុងអំណាចនៃសេចក្តីប្រាថ្នាស៊ូអត់អាហាររហូតដល់7ថ្ងៃមកអង្គុយរងចាំមើលត្រង់មាត់ទន្លេគង្គីកាលដែលយើងមិនប្រគេនស្វាយទុំដល់តាបោះនេះមិនសមគួរឡើយកាលតាបោះនេះមិនបានផ្លែស្វាយទុំហើយប្រកាសជាដល់នៅសេចក្តីស្លាប់យើងនឹងប្រគេនស្វាយទុំនោះដល់លោកទើបមកឈរក្នុងអាកាសលើទន្លេគង្គីកាលនឹងសន្ទនាជាមួយតាបោះទើបពោលថាបបិទ្ធព្រាហ្មណ៍លោកមានសេចក្តីពេញចិត្តនឹងអ្វីបំណងអ្វីប្រាថ្នាអ្វីស្វែងរកអ្វីទើបមកអង្គុយតែម្នាក់ឯងក្នុងរដូវក្តៅព្រោះត្រូវការអ្វីលោកទើបមកអង្គុយមើលទន្លេដូច្នេះតាបោះនោះបានស្ដាប់ហើយទើបពោលតបវិញថាមនាលនាងដ៏ចម្រើនក្អមទឹកធំមានរូបរាងស្អាតយ៉ាងណាផ្លែស្វាយទុំមានពណ៌មានក្លិននិងរសដល់កំពូលក៏មានឧបមាដូច្នោះដែរយើងបានឃើញផ្លែស្វាយនោះដែលក្រសែទឹកបន្សាត់នាំមកកណ្ដាលខ្សែទឹកថ្លាទើបបានចាប់យកមកទុកក្នុងរោងបូជាភ្លើងតអំពីនោះក៏ដាក់ទុកលើស្លឹកចេកចិត្តដោយកំបិតហើយក៏ឆាន់សេចក្តីស្រេកឃ្លានរបស់យើងក៏បាត់ទៅយើងក៏អស់សេចក្តីខ្វល់ខ្វាយចិត្តលុះស្វាយនោះអស់ទៅយើងក៏ត្រូវអត់ទ្រាំដល់សេចក្តីទុក្ខព្រោះមិនបានប្រសពនៅសេចក្តីពេញចិត្តក្នុងផ្លែឈើដទៃណាមួយឡើយផ្លែស្វាយណាកើតមានដល់ខ្ញុំផ្លែស្វាយនោះមានរសឆ្ងាញ់ដល់លើសជាទីរីករាយនៃចិត្តគង់នឹងនាំមកនៅសេចក្តីស្លាប់ដល់ខ្ញុំព្រោះខ្ញុំមិនបរិភោគអាហារដោយសារតែចង់បរិភោគនូវផ្លែស្វាយនោះខ្ញុំរសានៅផ្លែស្វាយទុំដែលអណ្ដែតមកតាមទឹកក្នុងអន្លង់ដ៏ធំបានខ្ញុំយល់ថាផ្លែស្វាយទុំនោះគង់នឹងនាំសេចក្តីស្លាប់មកដល់ខ្ញុំត្រូវអង្គុយនៅទីនេះព្រោះហេតុណាហេតុទាំងអស់នោះខ្ញុំបានប្រាប់នាងហើយខ្ញុំអង្គុយចាំនៅត្រង់មាត់ទន្លេដែលជាគួររីករាយទន្លេនេះធំទូលាយណាស់មានត្រីលោម៉ាធំអាស្រ័យនៅគួរតែនឹងមានសេចក្តីសប្បាយបបិទ្ធនាងដ៏ចម្រើនដែលឈរនៅចំពោះមុខនៃខ្ញុំដែលមិនកិច្ចទៅណានាងចូលប្រាប់សេចក្តីនោះដល់ខ្ញុំចោះមនាលនាងអ្នកមានរូបកាយដ៏សមសួនស្អាតនាងមានរូបរាងដ៏ល្អដូចជាដំបាមាសទាំងផែនឬដូចជាមេខ្លាដែលសញ្ចរទៅតាមញោកភ្នំនាងជានរណាឬថានាងមកទីនេះដើម្បីអ្វីទេពនារីទាំងឡាយក្នុងលោកដែលជាបរិវារនៃទេវតាក្នុងឆកាមាវចរៈសួរពួកណាឬស្ត្រីមានរូបរាងស្រស់ស្អាតក្នុងមនុស្សលោកណាទេពនារីនិងស្ត្រីទាំងឡាយនោះក្នុងពួកទេវតាកន្ធពនិងមនុស្សមិនស្មើដូចជារូបនាងឡើយមនាលនាងដ៏ចម្រើននាងមានត្រគាដ៏ស្អាតប្រដូចជាមាសយើងសួរនាងហើយចូលប្រាប់ឈ្មោះនិងផៅពងរបស់នាងចោះ
នាងទេពធីតាបានស្ដាប់ដូច្នេះហើយទើបពោលតបថាបបិទ្ធព្រាហ្មណ៍តាបសលោកអង្គុយចាំត្រង់ទន្លេកោសិកៈគង្គាដែលគួរមនោរម្យកោសិកៈគង្គានោះមានខ្សែទឹកខៀវជាអន្លង់ទឹកធំខ្ញុំស្ថិតនៅក្នុងវិមានដែលតាំងនៅត្រង់ទន្លេនេះមានដងជ្រោះនិងដងស្ទឹងហូរមកអំពីភ្នំច្រើនកន្លែងដែលដាស់ទៅដោយពួកឈើច្រើនប្រភេទរមែងហូរមករួមត្រង់ទីនៅរបស់ខ្ញុំមិនតែប៉ុណ្ណោះនៅមានទឹកដែលហូរមកអំពីព្រៃមានខ្សែទឹកពណ៌ខៀវហូរមកច្រើនទៀតនិងទឹកដែលពួកនាគធ្វើឲ្យមានពណ៌វិចិត្រផ្សេងរមែងហូរមកតាមខ្សែទឹកនេះឯងស្ទឹងទាំងនោះរមែងហូរនាំយកផ្លែស្វាយផ្លែព្រីងផ្លែខ្នុរសម្លផ្លែខ្ទុំផ្លែត្នោតនិងផ្លែល្វាជាច្រើនទៀតមករឿយផ្លែឈើប្រភេទណាមួយត្រង់ច្រាំងទាំងសងខាងធ្លាក់ចុះក្នុងទឹកហើយផ្លែឈើទាំងនោះរមែងប្រព្រឹត្តទៅក្នុងអំណាចនៃក្រសែទឹករបស់ខ្ញុំដោយមិនមានសង្ស័យឡើយលោកជាអ្នកប្រាជ្ញមានបញ្ញាច្រើនដែលជាធំជាងនរជនលោកដឹងយ៉ាងនេះហើយចូលស្ដាប់ខ្ញុំលោកកំពេញចិត្តជាប់ជំពាក់ដោយតណ្ហាយ៉ាងនេះឡើយចូលលះបង់គំនិតនេះចេញចោះព្រះរាជាឥសីអ្នកញ៉ាំងរត់ឲ្យចម្រើនខ្ញុំមិនយល់ថាលោកនឹងចម្រើនរុងរឿងទៅបានយ៉ាងណាកាលលោកនៅក្នុងវេលាចម្រើនវ័យតែប្រាថ្នាសេចក្តីស្លាប់ទៅវិញព្រំកន្ធពព្រំកន្ធពទេវតានិងឥសីទាំងឡាយក្នុងលោកដែលសម្រួមខ្លួនហើយមានតបៈដើមតាំងសេចក្តីព្យាយាមអ្នកមានយុះរមែងដឹងសេចក្តីដែលលោកធ្លាក់នៅក្នុងអំណាចនៃតណ្ហាដោយមិនមានសេចក្តីសង្ស័យឡើយគ្រាកាលដែលនាងទេពធីតាត្រាស់ឲ្យទៅកាលដែលទេពធីតាឲ្យតបោះនោះកើតសេចក្តីសង្វេគទៅពោលយ៉ាងនេះថាព្រមដែលដល់នៅការរាប់ថាជាបិតាកន្ធពព្រមទាំងកាមាវចរៈទេវតានិងឥសីអ្នកមានចក្ខុទិព្វដោយដែលពោលមកហើយរមែងដឹងសេចក្តីបុគ្គលនោះជាអ្នកធ្លាក់ក្នុងអំណាចនៃតណ្ហាដោយមិនមានសេចក្តីសង្ស័យតែប្រការដែលលោកអ្នកមានឫទ្ធិទាំងនោះដឹងថាតបោះឈ្មោះឯណោះជាអ្នកធ្លាក់ក្នុងអំណាចរបស់តណ្ហាមិនគួរអស្ចារ្យសូម្បីបរិវារជនរបស់ឥសីអ្នកតាំងផ្ដើមសេចក្តីព្យាយាមអ្នកមានយួរទាំងនោះក៏នឹងដឹងព្រោះស្ដាប់ពាក្យរបស់ជនទាំងនោះនិយាយគ្នាព្រោះដែលឈ្មោះថាសេចក្តីលះបង់របស់បុគ្គលអ្នកធ្វើអាក្រក់រមែងមិនមានឡើយលំដាប់នោះឯងតបកទើពោលថាបាបរមែងមិនចម្រើនដល់អ្នករជនអ្នកដឹងនៅធម៌ទាំងពួងដឹងនៅសេចក្តីបែកធ្លាយនឹងការចោទតិនៃជីវិតបើនរៈនោះមិនគិតចង់នឹងសម្លាប់បុគ្គលដទៃនាងដែលពួកឥសីដឹងទូទៅនាងជាអ្នកដែលជន់អ្នកបណ្ដែតបាបដឹងច្បាស់ហើយថាជាអ្នកចម្រើនដល់លោកតែក៏ប្រាថ្នាបាបកម្មដល់ខ្លួនព្រោះប្រើពាក្យចចាដែលមិនប្រសើរនាងដែលមានត្រគាកសាយស្អាតបើយើងនឹងស្លាប់នៅត្រង់មាត់ច្រាំងស្ទឹងរបស់នាងកាលនឹងយើងស្លាប់ទៅការតេដៀលក៏នឹងមានដល់នាងដោយមិនមានសេចក្តីសង្ស័យនាងអ្នកមានចង្កេះមូលខ្លំព្រោះដូច្នោះឯងនាងចូលរវាងបាបកម្មចោះកុំឲ្យមនុស្សទាំងឡាយតេដៀលនាងបានក្នុងកាលជាខាងក្រោយនាងទេពធីតាបានស្ដាប់ដូច្នេះហើយទើបពោលថាហេតុនោះខ្ញុំបានជ្រាបហើយលោកចូលអត់ទ្រាំសិនចោះខ្ញុំព្រមឧទ្ទិសខ្លួននឹងឲ្យផ្លែស្វាយដល់លោកព្រោះលោកលះបង់កាមគុណដែលលះបានលំបាកហើយតាំងទុកនៅសន្តិនិងធម៌បុគ្គលណាលះសង្យោជនៈដែលជាចំណែកខាងដើមបានតែនៅជាប់ក្នុងសង្យោជនៈដែលជាចំណែកខាងចុងប្រព្រឹត្តអធម៌បាបរមែងចម្រើនដល់បុគ្គលនោះមកចោះខ្ញុំនឹងនាំលោកទៅកាន់ចំការស្វាយលោកចូលជាអ្នកមានសេចក្តីខ្វល់ខ្វាយតិចតែម្យ៉ាងចោះខ្ញុំនឹងនាំលោកទៅកាន់ចំការស្វាយ
ដែលមានលបដ៏ត្រជាក់លោកចូលជាអ្នកកុំខ្វល់ខ្វាយឡើយលោកដែលហាមសត្រូវចំការស្វាយនោះប្រជុំច្រើនទៅដោយបក្សីដែលស្រវឹងហើយក្នុងរសនៃផ្កាឈើមានសត្វក្រៀលសត្វក្ងោកសត្វលលោកមានក្ងោកគួររីករាយមានពួកហង្សស្រែកយំរងំហ្វូងតៅវ៉ៅដែលយំដាស់សត្វទាំងឡាយក្នុងចំការស្វាយនោះផ្លែស្វាយក្នុងសួននោះធ្លាក់ជាចង្កោមដូចជាកំដាប់ស្រូវតាមចុងមេឃសំយងចុះមកមានទាំងដកគំដើមស្រល់ដើមខ្ទុំនិងធ្លាយនៃត្នោតទុំទាំងឡាយផងដែរក៏គ្រាកាលនាងទេពធីតាពរនីហើយក៏នាំតាបោះនោះមកកាន់អម្ពវ័នហើយប្រាប់ថាលោកចូលឆាន់ផ្លែស្វាយតាមសប្បាយចុះហើយញ៉ាំងសេចក្តីពេញចិត្តរបស់ខ្លួនឲ្យបរិបូរក្នុងសួនអម្ពវ័ននេះចុះពេលដែលពោលដូច្នេះជាមួយនឹងតាបោះហើយខ្លួនក៏បានចាកចេញអំពីសួនអម្ពវ័នហើយទៅកាន់វិមានរបស់ខ្លួនវិញគ្រានោះតាបោះឆាន់ផ្លែស្វាយរហូតឆ្អែតស្កប់ស្កល់តាមបំណងហើយក៏សម្រាកបន្តិចទៅត្រាច់ទៅក្នុងសួនអម្ពវ័ននោះបានឃើញប្រែតនោះកំពុងតែសោយទុក្ខវេទនាតែមិនអាចនឹងនិយាយអ្វីបានលុះព្រះអាទិត្យអស់ស្ដង់គត់ហើយឃើញប្រែតនោះមានស្រីអប្សរហែហោមតាមចាំបម្រើសោយទិព្វសម្បត្តិវិញទៅពោលថាលោកប្រដាប់តាតែងនៅទិព្វមាលាសម្ពុតជូតក្បាលនិងគ្រឿងអភរណៈទាំងឡាយសុទ្ធតែជាទិព្វមានកងដៃមាសត្រង់ដើមដៃលាបដោយលម្អិតច័ន្ទពេលយប់មានស្រីអប្សរ 16,000 នាក់ជាបរិវារចាំបម្រើតែពេលថ្ងៃត្រូវសោយទុក្ខវេទនាស្រីទាំងនេះបានជាបរិវាររបស់លោកមានដល់ 16,000 នាក់លោកមានអានុភាពច្រើនយ៉ាងនេះមិនធ្លាប់មានក្នុងមនុស្សលោកគួរឲ្យព្រឺរោមណាស់ក្នុងភពមុនលោកបានធ្វើកម្មអ្វីទុកទៅត្រូវនាំទុក្ខវេទនាមកឲ្យខ្លួនលោកធ្វើកម្មអ្វីទុកក្នុងមនុស្សលោកទៅត្រូវទំពាស៊ីនៅសាច់ខ្នងរបស់ខ្លួនឯងក្នុងពេលឥឡូវនេះប្រែតនោះចាំតបោះនោះក៏ដឹងថាជាព្រះរាជាដែលជាអ្នកគ្រប់គ្រងនៅនគរពារាណសីទៅក្រាបទូលថាបបិទ្ធព្រះអង្គគង់ចាំខ្ញុំព្រះអង្គបានខ្ញុំព្រះអង្គគឺជាបរោហិតរបស់ព្រះអង្គខ្ញុំព្រះអង្គត្រូវសោយសុខក្នុងវេលាយប់នេះព្រោះផលនៃឧបោសថពាក់កណ្ដាលដែលខ្លួនខ្ញុំធ្វើមកព្រោះអាស្រ័យព្រះអង្គតែត្រូវសោយទុក្ខវេទនាក្នុងវេលាថ្ងៃព្រោះផលនៃបាបកម្មដែលធ្វើទុកហើយដូចគ្នាពិតណាស់ខ្ញុំព្រះអង្គដែលព្រះអង្គទ្រង់តាំងទុកក្នុងតំណែងជាអ្នកពិភាក្សាជាបរោហិតជាអ្នកកាត់ក្តីបានជំរះក្តីដោយអយុត្តិធម៌បានពុករលួយស៊ីសំណោកោសរូតសាច់ឈាមប្រជាជនអំពីខាងក្រោយផលនៃបាបកម្មដែលធ្វើទុកនោះក្នុងវេលាថ្ងៃខ្ញុំព្រះអង្គទៅសោយទុក្ខវេទនាដូច្នេះហើយពោលថាខ្ញុំព្រះអង្គបានរៀនចប់ត្រៃវេទត្រូវហុំព័ទ្ធក្នុងកាមទាំងឡាយបានប្រព្រឹត្តដើម្បីសេចក្តីវិនាសមិនប្រយោជន៍ដល់ជនដទៃអស់កាលដ៏យូរបុគ្គលទាំងឡាយណាដែលបានធ្វើជាអ្នកធំមានបរោហិតជាអ្នកកាត់ក្តីហើយស៊ីសំណោកាត់ក្តីដោយអយុត្តិធម៌ជិះជាន់ជញ្ជក់ឈាមរបស់ជនដទៃបុគ្គលនោះរមែងត្រូវខ្វេះសាច់ខ្នងរបស់ខ្លួនឯងស៊ីដូចជាខ្ញុំព្រះអង្គស៊ីសាច់ខ្នងរបស់ខ្លួនឯងរហូតដល់សពថ្ងៃនេះឯងក៏ដូច្នោះដែរគ្រាកាលប្រែតនោះក្រាបទូលយ៉ាងនេះហើយទើបទូលសួរតបោថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអង្គយាងមកក្នុងទីនេះបានដោយម្ដេចតបោក៏ដំណើររឿងទាំងអស់ឲ្យស្ដាប់ដោយពឺស្ដាប្រែតទូលសួរទៀតថាលោកដ៏ចម្រើនឥឡូវនេះព្រះអង្គនឹងប្រថាប់ក្នុងទីនេះតទៅទៀតឬស្ដេចទៅកាន់ទីដទៃតបោត្រាស់ថាយើងមិននៅក្នុងទីនេះទេយើងនឹងត្រឡប់ទៅកាន់អាស្រមបទរបស់យើងវិញ
ប្រែទូលថាប្របីហើយព្រះអង្គខ្ញុំព្រះអង្គនឹងទំនប់បំរុងព្រះអង្គដោយផ្លែស្វាយទុំជាប្រចាំហើយក៏នាំតបោះនោះទៅកាន់អាស្រមបទដោយអានុភាពរបស់ខ្លួនហើយបានទូលបដិញ្ញាថាសូមព្រះអង្គកុំមានការរស័ព្ទរសល់ឡើយចូលគង់ប្រថាប់ក្នុងទីនេះចោះខ្ញុំព្រះអង្គនឹងទំនប់បំរុងដោយផ្លែស្វាយទុំទាំងឡាយគ្រាពោលដូច្នេះហើយក៏ក្រាបទូលលាតបោះដែលព្រះរាជាដើម្បីទៅកាន់វិមានរបស់ខ្លួនដែលជាប្រែតវិញតាំងអំពីនោះមកប្រែតនោះក៏ទំនប់បំរុងតបោះដោយផ្លែស្វាយទុំទាំងឡាយជានិច្ចតបោះកាលបានឆាន់ផ្លែស្វាយទុំហើយក៏ធ្វើកសិនបរិកម្មធ្វើឈាននឹងអបញ្ញាអកើតឡើងហើយបានជាអ្នកមានព្រហ្មលោកជាទីទៅក្នុងខាងមុខតបោះនោះធ្វើកាលកិរិយាស្លាប់ទៅហើយក៏បានទៅកើតក្នុងព្រហ្មលោកបុគ្គលទាំងឡាយណាជាអ្នកកាត់ក្តីដោយអំពើពុករលួយមានការស៊ីសំណោកសោកប៉ាន់ជញ្ជក់ឈាមជនទាំងឡាយដោយកេងយកទ្រព្យសម្បត្តិអំពីពួកគេហើយជិះជាន់បៀតបៀននៅជនទាំងឡាយដែលមកប្តឹងតវ៉ាហើយស៊ីសំណោកនៅជនទាំងឡាយនោះធ្វើឲ្យពួកគេមានសេចក្តីក្តៅក្រហាយបុគ្គលនោះនឹងទទួលនៅអាកម្មអាក្រក់ពីរយ៉ាងនៅក្នុងបច្ចុប្បន្ននេះត្រូវជនទាំងឡាយនោះស្អប់ខ្ពើមគុំគួននៅក្នុងជាតិខាងមុខនឹងបានទៅកើតនៅក្នុងអបាយភូមិមានរកប្រែតដូចជាបរោហិតតែកាត់ក្តីដោយអយុត្តិធម៌ស៊ីសំណោករបស់ជនទាំងឡាយជិះជាន់ជនទាំងឡាយហើយស្លាប់ទៅក៏កើតជាវិមានវិការប្រែតត្រូវខ្វែសាច់ខ្នងរបស់ខ្លួនឯងមកបរិភោគដោយអំណាចនៃការកាត់ក្តីអយុត្តិធម៌ពុករលួយស៊ីសំណោកក៏ដូច្នោះឯងព្រះសាសនាគ្រាទ្រង់នាំធម្មទេសនាមកត្រាស់សម្ដែងដល់ឧបាសកឧបាសិកាទាំងឡាយហើយទ្រង់ក៏បានប្រកាសសច្ចៈទាំងឡាយនិងទ្រង់ប្រជុំជាដកក្នុងវេលាចប់សច្ចៈពួកខ្លះក៏បានសម្រេចសោតាបណ្ឌពួកខ្លះក៏បានសម្រេចជាសកតាគាមីពួកខ្លះក៏បានជាអនាគាមីហើយនាងទេពធីតាក្នុងគ្រានោះបានមកជានាងអបុលវណ្ណាធេរីចំណែកឯតបក្នុងកាលនោះក៏គឺតថាគតនេះឯងរឿងទោសនៃការកាត់ក្តីស៊ីសំណោកចប់ដោយបរិបូរណ៍